ទទួលបដិសន្តានកិច្ចក្នុងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅក្រៃលែងចំពោះវត្តមានដ៏ឧត្តមឧត្តមថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតហ៊ីមមិនហៀងដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្ដល់កិត្តិយសលើកទឹកចិត្តក្នុងពិធីវគ្គបំពេញជំនាញរថក្រោះរពេដែកអាវុធគ្រប់គ្រងអម70និងអាវុធប្រឆាំងរថក្រោះនាឱកាសនេះយោងសច្ចាប័នលេខ038ឆ្លាស់2014ផកស្ដីអំពីផែនការវឹកវើនៃកងយុទ្ធពលខេមរៈភូមិន្ទយោងសច្ចាប័នលេខ012ផក2015ចុះថ្ងៃទី20ខែកុម្ភៈឆ្នាំ2015ស្ដីអំពីផែនការវឹកវើរបស់បញ្ជាការដ្ឋានអក្សរនិងយោងប្រសាសន៍និងចំណាយឯកភាពឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតបានឯកភាពដ៏ខ្ពង់ខ្ពស់ឲ្យបើកវគ្គបំពេញជំនាញរថក្រោះរពេដែកអាវុធប្រតិកម្មអម70ប្រឆាំងរថក្រោះនៅថ្ងៃទី15ខែសីហាឆ្នាំ2015គឺសំដៅពង្រឹងពង្រីកថែបំពេញលើមុខជំនាញបច្ចេកទេសគ្រឿងចក្រនិងសមត្ថភាពប្រើប្រាស់ឲ្យកាន់តែស្ទាត់ជំនាញឆ្លើយតបតាមបទបញ្ជានិងមានគុណធម៌វិន័យសេចក្តីថ្លៃថ្នូរនាយទាហានរងនិងពលទាហានកងអន្តរកម្មរថក្រោះរពេដែកនិងអាវុធគ្រប់គ្រងការពិគោលដៅដល់ឋានអន្តរនៃកងយុទ្ធពលលាក់មុខទៀតអត់ទៅដល់ផ្ទះពីផងអត់ដល់ទេតាមរថក្រោះបាញ់ទូលដៅទៅមួយប្រមូលភ្នំ100មីលីម៉ែត្រ1 2 3បាច់សាស្ដាំមួយគ្រឿងម្ដងតាមលំដាប់ដោយលេខរៀងមួយទៅដល់ទៅលោកសញ្ញារួច
20បើកតិចមកសញ្ញារួចតែ20បានកតិចមកសញ្ញារួចលេខ22បានកតិចមកសញ្ញារួចបាទតែគាត់បានកតិចមកសញ្ញារួចតែកពុតបានកតិចមកសញ្ញារួចតែតាមនោះបានកតិចមកតែមកមើលមិនតិចមកសញ្ញារួចហើយបានកតិចមកសញ្ញារួចតែតាមទីបានកតិចមកសញ្ញារួចចាក់ថយតាមរក្រោះបាញ់ទូលដៅទៅមួយប្រមូលផ្ដុំ100 មីលីម៉ែត្រ1 2 3បាច់mộtគ្រឿងម្ដងតាមលំដាប់ដោយលេខរៀងបាច់18បើកតិចមកសញ្ញារួចតែ20បានកតិចមកសញ្ញារួចលេខ22បានកតិចមកសញ្ញារួចបាទតែគាត់បានកតិចមកសញ្ញារួចតែកពុតបានកតិចមកសញ្ញារួចតែតាមនោះបានកតិចមកតែមកមើលមិន